សួស្តីបងប្អូនទាំងអស់គ្នាតែចូលដល់លំហាត់ទី2ដោះស្រាយសមីការដោះស្រាយសមីការនេះយើងអាចរកវិបាកវាដូចគ្នាមកអានេះវិបាក4អានេះវិបាក2អញ្ចឹងយើងអាចគុណនេះគុណនេះ2អានេះយើងឥឡូវអាក្រោមគុណ2វាចេញ4ឥឡូវគុណ2ដែរហើយយើងលុបវិបាកចោលហើយមកឥឡូវគុណ2ដាក់2កតាឲ្យពីកតា x បូក m អានេះទុកអានេះលុបវាបែងចោលមកអានេះគុណ2វា4នេះគុណ2ឥឡូវគុណ2ដែរក្រោមគុណ2ឥឡូវគុណ2អញ្ចឹងហើយលុបវាបែងចោលដូចគ្នាមកនេះអានេះលុបវាបែងចោលសល់ 3x 2m ដក2014អញ្ចឹងយើងគុណអានេះមក2គុណ 2x 2បូកឲ្យ 2m អានេះទុកដែរសិនមក 3x បូកឲ្យ 2m ដក2014អញ្ចឹងយើងបោះអញ្ញាតមកខាងឆ្វេងអញ្ចឹង2014បោះមកខាងនេះមកបានបូក2014ដកបោះមកនេះបូក2014 4ហើយនេះ 3x បូកឲ្យ 2m ទុកដែរហើយបោះ 2x ទៅកណ្ដូតដក 2x 2m មកខាងនេះដក 2m អញ្ចឹងអានេះបូក 2m ដក 2m នេះអស់អញ្ចឹងសល់ 3x ដក 2x សល់ x ស្មើឲ្យ2014